มาปัดเปร่งกลตะไลสมนิ่งมนเปล่าเตสนาเนกโรปุงบริษัทได้จบขัดได้โมหะอายกาดเมียนปัญญาปรากฏเนเตเนหองសូមអនុមោទនាសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនាសាធុអរគុណណាស់ចតរោធម្មាវត្ថន្តអយុវណ្ណោសុខੰពលៀងធរគឺពុទ្ធមង្គលពរទាំងឡាយ4ប្រការសារៈទី1អាយុក៏សូមឲ្យប្រកាសណាញាតិញោមជាពុទ្ធបរិស័ទដែលជាទានឥសរាធបតីសម័យម្ចាស់ទានប្រធានម្ចាស់បុណ្យព្រមទាំងពុទ្ធបរិស័ទដែលបានជើញមកអំពីទីគ្រប់ទិសទីឲ្យមានអាយុវែងយឺនយូរជាង100ព្រះវស្សាពីវណ្ណៈសូមឲ្យមានពរសម្បុរកាយាភ្លឺស្រស់ថ្លារលើប្រឡងភ្លឺព្រិចដូចពេជ្ររស្មីព្រងស្រមោចវាតោងរមៀធ្លាក់3សុខៈសូមឲ្យសុខកាយសบายចិត្តឥតមានទុក្ខសោកមោះមៃជាប់ចម្ពាក់សម្បត្តិធនធានមានច្រើនអនេកអនកតស័ព្ទយុស័កល្បីរុងរឿងគ្រប់ទិសគ្រប់ទី4ពលៈសូមឲ្យមានកម្លាំងកាយកម្លាំងសទ្ធាកម្លាំងបញ្ញាស្មារតីខ្លាខ្លាំងដូចជាដំរីសាអញ្ជើញទៅត្រង់ទីកន្លែងណាផ្លូវគោកផ្លូវចលធីសត្រូវបាក់បបខ្លោបខ្លាចរិទ្ធីមូលមីជាមិត្តស្និទ្ធស្នេហាចតរៈមង្គលពរទាំងឡាយ4ប្រការនេះវត្តន្តុចូលចម្រើនកើតមានដល់បករណាញាតិញោមជាពុទ្ធបរិស័ទឲ្យបានសពកាលសពវេលាត្បិតអីនៅក្នុងគ្រាវេលាឱកាសនេះអង្គខ្ញុំបករណាអាត្មាភាពក៏បានទទួលភាវរៈភ្នាក់ងារជាអ្នកថ្លាថ្លែងសម្ដែងនៅពធទេសនាក៏ប៉ុន្តែមុននឹងថ្លាថ្លែងសម្ដែងនៅពធទេសនាក៏សូមមេត្តាខន្តីអធ្យាស្រ័យអភ័យអត់ទោសសំដោះប្រះប្រានត្រាបណីអំពីប្រករណាប្រគុណជាអង្គម្ចាស់ញាតិញោមជាពុទ្ធបរិស័ទដែលជាអ្នកចេះដឹងកំពង់ខ្ពស់អដ្ឋកោវិតនិសិទ្ធបញ្ញវន្តគ្រប់ជាន់គ្រប់ថ្នាក់ដែលជាអ្នកចេះដឹងអញ្ចឹងហើយអង្គខ្ញុំបករណាក្រែងលោតតែសំដែងទៅហើយនោះមានការលឹះលួសខ្វះខាតបត់បាតភាសាបាលីត្រង់សេចក្តីណាមួយមិនសមរម្យក៏សូមញាតិញោមជាពុទ្ធបរិស័ទខន្តីអធ្យាស្រ័យអភ័យអត់ទោសដល់អង្គខ្ញុំបករណាផងព្រោះថាគេថាអ្នកប្រាជ្ញពឹងប្រាជ្ញារមាសពឹងមលាខ្លាពឹងព្រៃដំរីប្រឹងរនាមត្រីពឹងទឹកតាហ៊ានពឹងសឹកអ្នកប្រមឹកពឹងពេងចឹងអង្គខ្ញុំបករណាមិនដឹងជាពឹងអីទេមានតែពឹងលើញាតិញោមពុទ្ធបរិស័ទនេះឯងដែលជាអ្នកចេះដឹងខ្ពង់ខ្ពស់និងអនុគ្រោះដល់អង្គខ្ញុំបករណាអង្គខ្ញុំបករណានឹងបានឱកាសសម្លើកយកនៅពធទេសនាមកសម្ដែងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទនៅក្នុងគ្រាវេលាឱកាសនេះឲ្យសមល្មមនឹងតាមកាលពេលវេលាទាំងអស់គ្នាសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมរិកិរិយានមស្ការថ្វាយបង្គំមេនៃខ្ញុំអដ្ឋុចូលមានភគវៈតោតស្សៈអង្គនោះអរហតោព្រោះព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធស្សៈព្រោះទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គបានឡើយអហង្រីខ្ញុំវន្តាមិសូមលើកហដ្ឋានមស្ការចំពោះគុណព្រះពុទ្ធទ្រង់គុណឧត្តមប្រសើរបំផុតទ្រង់គុណបរិសុទ្ធលើលោកាសូមបង្គំព្រះធម៌ទៀបជាពីរដែលព្រះមុនីសាស្ត្រាចារ្យទ្រង់ត្រាស់សម្ដែងថ្លែងទេសនាព្រោះទ្រង់ករណាអាសូរស័ព្ទសូមបង្គំព្រះសង្ឃទៀបជា3សាវកប្រជិនអាស្រ័យលើសប្រតិបត្តិ
ញោមញីកលេសឲ្យខ្ចៃបាត់ពនាខ្ចៃខ្ចាត់ចាក់សន្តានអ្នកមការានុភាវនសពតុខៈប្រមុញ្ចតុដោយអានុភាពនៃការធ្វើបទនមស្ការយ៉ាងសង្ខេបបែបខ្លីនេះតទៅក៏សូមចម្រើននៅពរជ័យសិរីសួស្តីជ័យមង្គលគ្រប់ប្រការចូលចម្រើនកើតមានដល់ម្ចាស់ទានព្រមទាំងព្រះករុណាប្រគុណជាអង្គម្ចាស់គ្រូឲ្យបានរួចអំពីគ្រោះថ្នាក់មោះមីភ័យអាសន្នអន់ក្រតោកយ៉ាកលំបាកវេទនាឧបសគ្គរោគាជាធិសត្រូវបៀតបៀននោះក៏សូមឲ្យវិនិច្ឆ័យកំបីកើតមានដល់ម្ចាស់នៃទានឡើយអ៊ីតោបរាំងធម្មੰទេសេសាមៈបន្តពីការធ្វើបទនមស្ការនេះទៅក៏ត្រូវតម្រូវចំអង្គខ្ញុំបកករណាអាត្មាភាពលើកយកនៅពធទេសនាមកថ្លែងសម្ដែងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទឲ្យបានស្ដាប់នៅក្នុងគ្រាវេលាឱកាសនេះត្បិតអីនៅក្នុងថ្ងៃនេះគឺជាថ្ងៃមួយដែលជាពិធីបុណ្យខួបគម្រប់7ថ្ងៃធ្វើដើម្បីឧទ្ទិសជូនចំពោះឧបាសកមិនឌឿនដែលមានបច្ចុប្បន្នមាទីឃាយុ75ឆ្នាំដើម្បីឧទ្ទិសជូនដល់លោកអ្នកដ៏មានគុណដែលបានធ្វើការកិរិយាទៅហើយនោះដូច្នេះនៅក្នុងថ្ងៃនេះបងប្អូនកូនចៅញាតិមិត្តភូមិផងរបងជាមួយបានស្រស់ស្រួលមូលមតិគ្នាដូចដើមគ្នាជាឯកច្ឆន្ទធ្វើនៅបុណ្យខួបគម្រប់7ថ្ងៃនេះដើម្បីឧទ្ទិសជូនលោកឧបាសកមិនឌឿនព្រមទាំងញាតិកាទាំង7សន្តានដែលបានធ្វើការមរណកាលតាំងពីថ្ងៃប្រហោះថ្ងៃទី5ខែមិនិនាឆ្នាំ2025ត្រូវនឹងថ្ងៃ10កើតខែចេសឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2669ដែលបានធ្វើមរណកាលទៅនៅវេលាម៉ោង 11:10 នាទីដោយរោគាព្រាតព្រមទាំងឧទ្ទិសជូនបព្វការីជនដួងព្រលឹងវិញ្ញាណក្ខន្ធរបស់ជីដូនជីតាផងដែរកម្មវិធីបុណ្យនេះបានប្រារព្ធនៅថ្ងៃពុទ្ធទី11រោចខែមិនិនាឆ្នាំ2025ថ្ងៃនេះត្រូវជាថ្ងៃចូលរោងនៅថ្ងៃ1រោចខែចេសឆ្នាំអាសាញ់សព្វស័កពុទ្ធសករាជ2569វេលាម៉ោង 3 រសៀលជួបជុំពុទ្ធបរិស័ទនមស្ការរតនត្រ័យសមាទានសិលរតនាប្រសំចម្រើនព្រះបរិត្តនិងសម្ដែងពធទេសនាលុះនៅក្នុងថ្ងៃស្អែកព្រឹកឡើងថ្ងៃពហុ12កើតខែមិនិនាឆ្នាំ2025ត្រូវថ្ងៃខែឆ្នាំដដែលវេលាម៉ោង 7 ព្រឹកប្រគេនជាគោដល់ព្រះសង្ឃម៉ោង 9:30 នាទីនិមន្តព្រះសង្ឃបាំងស្គលផាត់តាហាវេចង្ហាន់ដើម្បីប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យអ្នកដើមបុណ្យនៅក្នុងកម្មវិធីនេះទី1អ្នកស្រីសសម្ផស្សទី2លោកសយវណ្ណាទី3លោកមុតអូនទី4លោកមុតដុលទី5លោកឈិសរឿនទី6លោកលុចបាក់ហើយទី7និងញោមសាងស៊ីធុនអ្នកស្រីមុតទូចអ្នកស្រីជប់ជាតិនិងអ្នកស្រីច័ន្ទស៊ីធឿនច័ន្ទស៊ីនឿនអ្នកស្រីមុតស្រីមុំនិងអ្នកស្រីមុតស្រីម៉ៅព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសពដែលបានមានសទ្ធាជ្រះថ្លាប្រពនៅធ្វើបុណ្យនេះឧទ្ទិសជូនដល់លោកឪពុកដែលជាអ្នកមានគុណចឹងទេដោយអានុភាពនៃទឹកចិត្តជ្រះថ្លាដែលញាតិញោមបានបំពេញនៅក្នុងថ្ងៃនេះអាត្មាភាពក៏សូមធ្វើការចូលរួមលើកយកនៅពធទេសនាមកថ្លែងសម្ដែងចែកជូនដល់ញាតិញោមជាធម្មទាននៅក្នុងថ្ងៃនេះសូមញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលជាម្ចាស់នៃទានព្រមទាំងដែលបានអញ្ជើញមកអំពីទីចិត្តទីឆ្ងាយស្ដាប់នៅវត្ថុទេសនាទាំងអស់គ្នាដើម្បីយកនៅបុណ្យកុសលប៉ុណ្ណាព្រោះថាធម្មគាថានេះបានបុណ្យបានអានិសង្សច្រើនណាស់អ្នកបូជានៅមិសទានច្រើនយ៉ាងណាក៏មិនស្មើនឹងអ្នកស្ដាប់វត្ថុទេសនាសំបីតែមួយគាថាពីរគាថាចឹងទេបុណ្យនៅក្នុងថ្ងៃនេះសូមញោមប្រុសញោមស្រីស្ដាប់ទាំងអស់គ្នាយកចិត្តទុកដាក់បានមួយម៉ាត់ក្តីពីរម៉ាត់ក្តីសុទ្ធតែជាបុណ្យកុសលយើងទាំងអស់គ្នាទោះបីស្ដាប់ទៅព្រោះក្តីមិនព្រោះក្តីធ្វើមុខមាត់ឲ្យដូចជាកំពុងស្ដាប់ព្រោះទៅញាតិញោមណាស្ដាប់ទៅព្រោះក្តីទោះបីមិនព្រោះក្តីកុំឲ្យធ្វើមុខជូរអែមក្រែងលោតធរហ្នឹងជូរតាមមុខអញញឹមញែមអីតិចទៅអាត្មាហ្នឹងចេះតែមានកម្លាំងសម្ដែងពធទៅបាច់ប៉ោចចឹងដែរ
ចឹងហើយបុណ្យនេះហៅថាបុណ្យ7ថ្ងៃបុណ្យ7ថ្ងៃនេះពាក់ព័ន្ធនឹងតក្ខណានុបទានបុណ្យ7ថ្ងៃបើយើងមានត្រតិកាចំទៅគេហៅថាបុណ្យខែងងឹតបុណ្យខែងងឹតគឺគេធ្វើឧទ្ទិសចំពោះអ្នកដែលចែកឋានទៅបុណ្យខែងងឹតនេះបើមានសំណួរញាតិញោមពុទ្ធបរិស័ទប្រុសស្រីតែងតែសួរអាត្មាថាហេតុអីបានជាគេធ្វើបុណ្យ7ថ្ងៃដូចគុណអញ្ចឹងបុណ្យ7ថ្ងៃនេះមុនទៅលើកបែបលក្ខណៈពុទ្ធសាសនាអាត្មាភាពក៏សូមលើកបទខាងដើមបន្តិចមនុស្សយើងតកាលណាកើតមកហើយពេលដែលចិត្តស្លាប់នោះកាលពីនៅក្មេងៗមិញធ្លាប់សាងកម្មអ្វីអ្នកខ្លះធ្លាប់ទៅបងត្រីអ្នកខ្លះធ្លាប់ទៅដាក់មងអ្នកខ្លះធ្លាប់សម្លាប់សត្វធ្វើអំពើបាបគ្រប់សពបែបយ៉ាងអន្សំទ្រព្យសម្បត្តិនឹងដើម្បីទុកឲ្យកូនចៅដល់តែពេលអាជីវិតយើងនឹងវាចិត្តអស់ទៅអារម្មណ៍នឹងវានៅជាប់ចម្ពាក់អារម្មណ៍នៅជាប់ចម្ពាក់បែបណាអ្នកខ្លះស្លាប់ទៅមិនទាន់ចែកទ្រព្យឲ្យកូនចៅអស់ផងខ្វាយខ្វល់អាជីវ័នចិត្តវានៅជាប់ចម្ពាក់ស្លាប់ទៅព្រុសបើអ្នកណាមានបុណ្យគ្រប់នោះតកើតឋានសួគ៌នោះតែអ្នកណាដែលមិនទាន់មានបុណ្យគ្រប់ទេនៅកើតកំណើតបដោះអាសន្ននៅលើផែនដីនឹងមួយដែរគេហៅថាបេតវិស័យកំណើតប្រែតដោយសារតែអារម្មណ៍ជាប់ចម្ពាក់នៅវិលវល់នៅតាមកូនតាមចៅនឹងសិនមិនទាន់នឹងបានរួចអំពីកំណើតនឹងទេព្រោះថាអារម្មណ៍ជាប់ចម្ពាក់អានឹងអ្នកខ្លះអញ្ចឹងទៅអ្នកខ្លះទៀតបើថប់ធ្វើអំពើបាបបែបណាធ្វើធ្ងន់ស្រាលយ៉ាងណាកាលពីនៅរស់មិញដល់តែពេលចែកឋានទៅបុណ្យនឹងវាស្មើគ្នាបាបនឹងស្មើគ្នាអានឹងទៅកើតនៅកន្លែងឋាននរកកន្លែងយមបាលម្ដុំសិនអានឹងបុណ្យមិនទាន់គ្រប់ទេអញ្ចឹងលើខាងដើមតានេះបន្តិចអញ្ចឹងមនុស្សយើងកាលពីនៅរស់តែតែធ្វើអំពើបាបតែធ្វើអំពើបុណ្យធ្វើបាបបដាធ្វើបុណ្យបដាអញ្ចឹងហើយយើងថ្លឹងថ្លែងថាបុណ្យហ្នឹងវាមិនទាន់ស្មើគ្នាបាបហ្នឹងវាមិនទាន់នឹងកាត់កងទូទាត់គ្នាសងគ្នារួចដល់តែពេលអញ្ចឹងទៅមិនទាន់បានតកើតឯណាទេបានជាការកំណើតបដោះអាសន្ននៅលើផែនដីយើងសិនដោយការជាប់ចម្ពាក់ដោយការកាត់កងផលបុណ្យផលបាបហ្នឹងមិនទាន់រួចគ្នាថ្លឹងថ្លែងមិនទាន់ដាច់ដល់អញ្ចឹងនៅកើតនៅតែនឹងសិនដូចភិក្ខុមួយអង្គណាញោមភិក្ខុមួយអង្គហ្នឹងកាលពីលោកមិនតាន់សគត់លោកនឹងស្រឡាញ់ជីវរណាស់នៅតែប្រកាន់ថាជីវរអញជីវរអញជីវរអញដល់តែពេលស្លាប់សគត់ទៅកើតជាចៃជីវរហើយមនុស្សយើងមើលអត់ដឹងទេតតែព្រះបានដឹងថ្ងៃមួយហ្នឹងមានភិក្ខុមួយអង្គយកជីវរយកទៅឲ្យអ្នកញោមម្នាក់នោះដល់ពេលអញ្ចឹងទៅចៃហ្នឹងស្រែកថាកុំយកជីវរខ្ញុំជីវរអញជីវរអញដល់អញ្ចឹងទៅមនុស្សយើងមិនដឹងឯណាដល់ព្រះប្រមាមើលថាអូភិក្ខុអើយកុំតាន់ឲ្យជីវរហ្នឹងទៅញាតិញោមណាឡើយណាទុកនៅបាន7ថ្ងៃសិនទៅព្រោះចៃហ្នឹងអាយុតែ7ថ្ងៃទេអូកើតស្លាប់តែពីលោកទៅកើតជាចៃជាប់ជីវរណាដល់ចឹងឲ្យជាប់ចម្ពាក់នៅជីវរហ្នឹងមនុស្សស្រែកថាជីវរអញជីវរអញណែយ៉ាងណាមិញយើងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាកាលយើងនៅរស់ក៏ដូចគ្នាដែរដីអញផ្ទះអញស្រែអញទ្រព្យអញកូនអញប្រពន្ធអញចៅអញដល់អញ្ចឹងទៅនៅអញរហូតហើយអញ្ចឹងទេបានជាយើងមើលវាមិនដឹងថាគាត់នឹងស្លាប់ទៅកើតកន្លែងណាដល់មិនដឹងថាទៅកើតកន្លែងណាក៏នាំគ្នាធ្វើបុណ្យว่าថ្ងៃស្លាប់ដំបូងយើងបានធ្វើដែរតែដឹងថាបានដល់ឬក៏មិនដល់វាមិនដឹងដល់អញ្ចឹងទៅវាសង្ស័យក៏នាំគ្នាធ្វើបុណ្យ7ថ្ងៃទៀតព្រោះកំណើតមនុស្សយើងស្លាប់ពីនឹងទៅកើតកលោដូចចៃដូចជីវរទៅកើតជាចៃអាយុកាល7ថ្ងៃហ្នឹងដែរកើតកំណត់បដោះអាសន្នដល់អញ្ចឹងទៅបានកូនចៅហ្នឹងគេធ្វើតាមប្រពៃណីទំនៀមទម្លាប់របស់ពុទ្ធសាសនាបានគេនាំគ្នាធ្វើ7ថ្ងៃអាហ្នឹងរឿងបុណ្យដែលគេធ្វើ7ថ្ងៃណាដល់ហេតុអីបានគេធ្វើបុណ្យ100ថ្ងៃថាមនុស្សយើងតកាលណាធ្វើបាបច្រើនបុណ្យនឹងវាច្រើនថ្លឹងថ្លែងគ្នាមិនបានយមបាលយមរាជហ្នឹងគេហៅឲ្យទៅជួបនៅឋាននរកសិនគេចាំកាត់ក្តីសិនគេថាបើសិនអ្នកឯងមានកូនមានចៅណាធ្វើបុណ្យឲ្យគ្រប់អញ្ចឹងគេឲ្យមកមួយថ្ងៃថាអ្នកឯងទៅរកមើលកូនចៅចុះបើសិនអ្នកបុណ្យហ្នឹងច្រើនជាងបាបអ្នកឯងទៅកើតជាមនុស្សវិញទៅតែបើមកអត់មានបានឃើញកូនចៅធ្វើបុណ្យឲ្យទេធ្វើបុណ្យមិនត្រូវទេអត់បានទេនៅរងកំណើតកើតនៅក្នុងឋាននរកអស់រយៈពេល100ថ្ងៃ
ចឹងហើយបានជាគេនាំគ្នាធ្វើបន់100ថ្ងៃព្រោះមានការកំណត់ផុនគេចឹងណាញោមណាអញ្ចឹងហើយសង្ខេបបែបខ្លីប៉ុណ្ណេះយើងបកមកវិញបន្តិចតើអ្នកស្លាប់ទៅស្លាប់ហើយទៅណាអ្នកស្លាប់ទៅស្លាប់ទៅហើយណាអ្នកដែលស្លាប់ទៅយើងពិចារណាតាមធម៌ព្រះថាសង្ខារធម៌សង្ខារលោករបស់យើងនេះកាលណាដែលស្លាប់ទៅហើយរូបរាងកាយរបស់យើងដូចជាកត់អស់ដែលដេកសង្កត់ទៅលើផែនដីរកផលប្រយោជន៍គ្មានណាញាតិញោមសូម្បីតែខ្ជុំក៏មិនអាចមកប្រើការបានដែរឈើវាអាចប្រើការបានខ្លះតែរូបរាងកាយរបស់យើងស្លាប់ទៅហើយมันមានប្រយោជន៍ទេដូច្នេះជារូបកាយដែលអាសោចដែលគេខ្ពើមរអើមព្រលឹងនេះក៏ចេញចាកពីរូបកាយហ្នឹងទៅហើយរូបកាយនេះមិនដឹងទេដូច្នេះអ្នកដែលស្លាប់ទៅវាប្រៀបហាក់បីដូចថាជាផ្ទះណាញាតិញោមណាយើងពិចារណាមើលផ្ទះរបស់យើងកាលណាដែលយើងឆេះផ្ទះអស់មួយហើយយើងត្រូវការទៅរកលុយណាដើម្បីយកមកធ្វើផ្ទះថ្មីមួយទៀតយ៉ាងណាមិញរូបរាងរបស់យើងកាលណាដែលស្លាប់ទៅហើយដូចអាភ្លើងឆេះផ្ទះដែរអញ្ចឹងព្រលឹងរបស់យើងវាចេញពីរូបរាងកាយហ្នឹងទៅរកកន្លែងថ្មីមួយទៀតហើយដើម្បីទៅចាប់ជាតិអញ្ចឹងមនុស្សយើងតកាលណាដែលស្លាប់ទៅហើយនឹងទៅរកកន្លែងថ្មីចាប់ជាតិយ៉ាងណាមិញដែលព្រលឹងនោះតែនាំទៅចាប់ជាតិបានដោយសារអីដោយសារតែបុណ្យចុះអ្នកដែលធ្វើផ្ទះហ្នឹងបានកើតមានផ្ទះហ្នឹងនៅបានដោយសារអីដោយសារតែបច្ច័យដោយសារតែលុយបានអាចធ្វើផ្ទះបានយ៉ាងណាមិញអ្នកដែលចែកឋានទៅហើយនោះបើថាចង់ឲ្យយើងកំណើតមកកើតជាមនុស្សទេវតាវិញបានតតែធ្វើបុណ្យអីចឹងបុណ្យដើម្បីធ្វើឲ្យដល់អ្នកស្លាប់ទៅនឹងធ្វើយ៉ាងណាទៅបានបើយើងនិយាយអំពីកិច្ចនៃតក្ខណានុបទានញាតិញោមពុទ្ធបរិស័ទកិច្ចនៃតក្ខណានុបទាននេះឲ្យឈ្មោះថាចន្ទកិច្ចសង្គ្រោះចូលហេតុនៅក្នុងបញ្ញកិរិយាវត្ថុទាំងឡាយ10យ៉ាងអញ្ចឹងបញ្ញកិរិយាវត្ថុទាំងឡាយ10យ៉ាងនោះមានអីខ្លះដើម្បីបានបុណ្យឲ្យដល់អ្នកដែលចែកឋានទៅអ្នកខ្លះធ្វើបុណ្យច្រើនដែរក៏ប៉ុន្តែធ្វើមិនត្រូវអ្នកស្លាប់ទៅអត់អាចទទួលយកបានដោយសារតែខ្លួនឯងនឹងធ្វើមិនត្រូវធ្វើអស់រាប់រយរាប់លានរាប់ម៉ឺនរាប់សែនរាប់កោតចង់បញ្ចប់អ្នកដែលស្លាប់ទៅអត់ទទួលបានសោះញាតិញោមឯងពិចារណាមើលព្រះបាទពំពិសាញាតិញោមព្រះបាទពំពិសាអាងតែខ្លួនជាស្ដេចញាតិញោមណាធ្វើបុណ្យហ្នឹងចុះស្ដេចទ្រព្យច្រើនញាតិញោមស្ដេចទ្រព្យច្រើនណាដល់អញ្ចឹងធ្វើបុណ្យថ្ងៃហ្នឹងអស់ច្រើនអាងខ្លួនស្ដេចអត់ចូលប្រកេនខ្លួនឯងទេញាតិញោមណានឹងឲ្យគេចូលប្រកេនផ្ទាល់ប្រកេនជំនួសដល់ទៅហើយអ្នកស្លាប់ទៅនឹងត្រូវជាមេត្តាបិតារបស់ខ្លួននឹងញាតិការរបស់ខ្លួនអាចទទួលយកបានទេចឹងហើយកន្លែងនេះបើយើងចង់បានបុណ្យកុសលឧទ្ទិសជូនដល់អ្នកស្លាប់ទៅយើងត្រូវធ្វើឲ្យចំកិច្ច2និងហេតុ3អ្នកដែលជាម្ចាស់ទានទោះបីខ្លួននឹងអ្នកក្រក៏ដោយអ្នកមានក៏ដោយខ្លួនមានសទ្ធាហើយធ្វើកុំឲ្យស្ដាយក្រោយអីចឹងហើយដើម្បីបានជាបុណ្យកុសលដល់អ្នកចែកឋានទៅនោះគេធ្វើចំកិច្ច2ហេតុ3ទី1គេឲ្យឈ្មោះថាទានអ្នកមយៈបុណ្យកើតអំពីទានបុណ្យកើតអំពីទាននោះតើអ្វីឧទាហរណ៍ថាញាតិញោមពុទ្ធបរិស័ទប្រុសស្រីដែលជាម្ចាស់នៃទានបានបំពេញនៅក្នុងថ្ងៃនេះខំប្រឹងលើកតុលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពែងបរិច្ចាគច្រាក់ចាយចំណាយធនធានដើម្បីដាំបបរដាំបាយណាជូនបច្ច័យជូនលុយជូនកាក់ដល់ពុកម៉ែដល់ម៉ែឪដល់ប្រសង់ដល់យាយដល់តាណាអានឹងហៅការបរិច្ចាគទានអ្នកមយៈបុណ្យកើតអំពីទានហើយចឹងយើងប្រមូលពីតានឹងមកសិនតែបានយើងអាចយកទៅទិសទៅបានទី2ឲ្យឈ្មោះថាសីលមយៈបុណ្យកើតអំពីការរក្សាសមាទានសិលហើយចឹងគ្រាន់តែយើងសមាទានសិលហ្នឹងក៏បានបុណ្យបានកុសលដែរអានឹងគេហៅថាសីលមយៈបុណ្យកើតមកអំពីការសមាទានសិលយើងត្រូវប្រមូលកន្លែងហ្នឹងសិនទី3ឲ្យឈ្មោះថាភាវនាមយៈហ្នឹងបុណ្យកើតមិនចាំបាច់អស់លុយទេញាតិញោមបុណ្យកើតមិនចាំបាច់អស់លុយទេភាវនាមយៈហ្នឹងឲ្យឈ្មោះថាបុណ្យកើតមកអំពីការថ្វាយអង្គមព្រះនមស្ការបរតនត្រ័យព្រមទាំងលើកដៃថ្វាយអង្គមប្រសង់សាពះយាយសាពះតាចាស់ព្រឹទ្ធាចារ្យដែលជាអ្នកមានគុណធម៌ខ្ពស់អ្នកចាស់សក់ស្កូវហ្នឹងយើងគ្រាន់តែលើកដៃសំពះពេលគាត់មកធ្វើចូលបុណ្យចូលទានហ្នឹងយើងជាម្ចាស់ទានហ្នឹងយើងលើកដៃសាពះគាត់ថាអ៊ំអើយតាអើយហ្នឹងហើយម៉ែអើយខ្ញុំសូមអញ្ជើញយើងប្រើទឹកមុខនឹងល្អទៅសំដីផ្អែមទៅបានបុណ្យមួយទៀតអាហ្នឹងបុណ្យកើតមកអំពីការភាវនាមយៈបុណ្យកើតមកអំពីការលើកដៃនមស្ការថ្វាយអង្គមជាដើម
ធម្មវសៈម្នាក់បយៈបនកើតមកអំពីការស្ដាប់នៅពធទេសនាដែលញាតិញោមចឹងបានស្ដាប់ក្នុងថ្ងៃហ្នឹងសពទានហ្នឹងធម្មទានហ្នឹងជានិតិអ្នកស្ដាប់ពធហ្នឹងបានបនបានអានិសង្សច្រើនណាស់កើតមានបញ្ញាផងបានបនឧទ្ទិសដល់អ្នកស្លាប់ទៅផងនេះធម្មទានឈ្នះអស់ទានទាំងពួងញាតិញោមណាអ្នកណាធ្វើស្អីក៏ដោយអមិសទានបូជាអស់រាប់រយពាន់លានយ៉ាងណាមិនស្មើស្ដាប់ធម្មទានបានតែមួយគាថាពីរគាថាទេហើយអញ្ចឹងញោមកំពុងស្ដាប់ធម៌ក្នុងថ្ងៃនេះឥឡូវនេះឲ្យឈ្មោះថាធម្មទានធម្មសៈម្នាក់មយៈបនកើតអំពីការស្ដាប់ពធអាហ្នឹងក៏យើងបានបញ្ញាដល់ខ្លួនឯងផងបានបនកសលឧទ្ទិសជូនដល់អ្នកដែលមានគុណផងយើងនោះផងយើងប្រមូលទៅនឹងសិននេះគេហៅថាអចិន្នកិច្ចហើយមានច្រើនទៀតបនកើតមកអំពីការអភិវនាមយៈក៏នឹងរួចតាំងពីមានតាំងពីការខ្នះខ្នែងលើកទុកលើកដាក់អីហ្នឹងសតតែបានបនបានកសលទាំងអស់មិនចាំបាច់អស់លុយទេដល់តែកាលណាយើងធ្វើអាកន្លែងហ្នឹងហើយញាតិញោមយើងប្រមូលនៅបញ្ញកិរិយាវត្ថុទាំងឡាយ10យ៉ាងហ្នឹងមកបានគ្រប់ហើយបានបនកសលយើងពេញបរិបូរណ៍ហើយពេលនោះយើងត្រូវយកកសលផលបនហ្នឹងទៅឧទ្ទិសជូនដល់អ្នកដែលចែកឋានទៅហើយអ្នកដែលចែកឋានទៅនោះដែលអាចទទួលយកនៅបុណ្យដែលកូនចៅបានធ្វើឲ្យបានវាពាក់ព័ន្ធនឹងហេតុ3យ៉ាងឥឡូវចូលហេតុ3យ៉ាងឲ្យឈ្មោះថាម៉េចទី1ម្ចាស់ទាននឹងត្រូវជាអ្នកមានសិលធ្វើចំពោះអ្នកមានសិលអ្នកមានសិលមានអ្នកណាខ្លះមានប្រសង់មានសាមណេរភិក្ខុមានយាយតាអ្នកកាន់សិល5ចាំសិល8ហ្នឹងគ្រាន់តែយើងយកទានយកកសលផលបុណ្យយកនៅតេយ្យទានយកទៅជូនដល់គាត់យើងនឹងឈ្មោះថាជាអ្នកមានសិលផងធ្វើទានចំពោះអ្នកមានសិលផងអានឹងត្រូវមួយទី2ដើម្បីធ្វើត្រូវឲ្យបានដល់អ្នកដែលចែកឋានទៅទាយកាណាងឧទ្ទិសសេនអ្នកទាយកាជាម្ចាស់នៃទាននឹងជាអ្នកចូលប្រកេនផ្ទាល់ហើយជាអ្នកចូលឧទ្ទិសផ្ទាល់ផងដែរអាចារ្យគ្រាន់តែបានប្រកាសទេឈ្មោះនេះឈ្មោះកខកខងអញ្ចឹងទៅគ្រាន់តែបានប្រកាសឲ្យដឹងតែបើឲ្យចង់ឲ្យបានបុណ្យកុសលដល់អ្នកដែលចែកឋានទៅតើតកូនចៅអ្នកម្ចាស់ទាននឹងចូលប្រកេនផ្ទាល់អានឹងអញ្ចឹងញាតិញោមណាចូលប្រកេនហើយចូលឧទ្ទិសខ្លួនឯងទៀតចុងក្រោយឈ្មោះថាបត្តាទានអនុមោទនាមយៈអ្នកចែកឋាននឹងមកទទួលត្រេកអរអនុមោទនាយកទៅឥឡូវនេះអាត្មាសំលើកជាពុកលាឋិដ្ឋានមានប្រែតម្នាក់ហ្នឹងដែលរស់នៅលើកោះញោមហើយញោមអត់ដែលបានទទួលនៅក្អៅស្លៀកពាក់សោះខ្លួនហ្នឹងមានទឹកសម្បត្តិទឹកសក់វែងស្អាតណាស់មុខស្អាតណាស់ថ្ងៃមួយមាននប់ម្នាក់ពានិចអ្នកលក់កណាត់លក់សម្ពុតហ្នឹងទៅតាមសំពៅស្រាប់តែពេលទៅដល់កន្លែងកោះហ្នឹងក៏បានលំអត់ថាអីនាងជាអ្នកណាហេតុអីបានជានាងមកនៅលើកោះនេះតើឯងហើយហេតុអីបាននាងមិនព្រមចេញកាយឲ្យយើងបានឃើញបន្តិចមកដល់ទាំងចឹងទៅនាងក៏ថាបបពិតមាននប់ពានិចដល់ចម្រើនខ្ញុំមិនអាចចេញកាយឲ្យអ្នកបានឃើញទេខ្ញុំអក្រាតកាយថាហេតុអីបាននាងអក្រាតកាយបបកម្មរបស់នាងកាលពីជាតិមុនកាលនៅជាមនុស្សនាងធ្វើបុណ្យអ្វីខ្លះធ្វើបាបអ្វីខ្លះហើយនាងបានធ្វើបុណ្យអ្វីបានមកកើតមានអញ្ចឹងហើយមានសម្បត្តិទឹកអញ្ចឹងហើយក៏សក់វែងឡាយអញ្ចឹងហើយនាងបានធ្វើបាបអ្វីបាននាងមានអក្រាតកាយអត់មានក្អៅស្លៀកដល់អញ្ចឹងនាងថាកាលខ្ញុំពីនៅរស់មិញហ្នឹងខ្ញុំជាមនុស្សលោកម្នាក់អង្គគេដែរដល់អញ្ចឹងទៅធ្វើអំពើបាបថ្ងៃនោះមានបរិសម្នាក់ហ្នឹងមកផឹកស្រាស្វឹងផ្ទះខ្ញុំលួចដោះអាវផិនគាត់ដោយផលកម្មខិនខ្ញុំបានសាងតែប៉ុណ្្នឹងនាំឲ្យខ្ញុំមកកើតជាប្រែតអត់មានក្អៅអីដោយអានុភាពដែលខ្ញុំបានដាក់បាតបានប្រកេនចង្ហាន់ដល់ព្រះសង្ឃតែមួយពេលសោះខ្ញុំប្រាថ្នាថាខ្ញុំមានសម្បត្តិទឹកមានទឹកឥឡូវខ្ញុំបានសម្រេចមែនដល់អញ្ចឹងមាននប់ស្ដាប់ឮខ្ញុំស្ដាប់ឮអាណិតដល់នាងណានាងនឹងអភ័ព្វអត់មានក្អៅស្លៀកស្រាប់តែពេលហើយនឹងខ្លួនជាអ្នកលក់សំពៅលក់សម្ពុតលើសំពៅហ្នឹងក៏បានយកសម្ពុតហ្នឹងយកទៅជូននាងមកត្បូងដល់តែពេលហើយនាងហ្នឹងក៏លុកដៃយកបានដល់យកបានមាននំថាចុះហេតុអីបានជានាងមិនអាចទទួលយកបានប្រែតហ្នឹងក៏បានប្រាប់មាននំថាបបពិតមាននំដល់ចម្រើនបើមាននំអាណិតដល់ខ្ញុំមែនសូមយកសម្ពុតនេះទៅជូនដល់បុគ្គលដែលជាអ្នកមានសិលចុះហើយសមត្ថកសលផលបុណ្យឲ្យខ្ញុំទៅខ្ញុំទទួលយកបាននៅលើសម្ពៅកដាលកោះកដាលសមុទ្រតរអ្នកមានសិលឯណាញាតញោមហើយមានឧបាសកម្នាក់អ្នកកាន់សិល5ទៅសមាទានសិលរួចញាតញោមអីមើលកុំអីសយធំតែមកដល់ពេលក៏មាននប់ហ្នឹងយកសម្ពុតហ្នឹងយកទៅជូនដល់អ្នកមានសិលហ្នឹង
ដល់ជួនទៅក៏ថាបុណ្យកុសលនេះខ្ញុំសូមឧទ្ទិសជូនដល់នាងវិមាននៃកប្រែតនេះផងចុះសូមនាងត្រេកអរអនុមោទនាយកកុសលផលបុណ្យដែលខ្ញុំបានធ្វើផងចុះថាតែប៉ុណ្្នឹងញោមមកញោមនាងហ្នឹងក៏ស្រាប់តែប្រែកាឡាហ្មងប្រែកាឡាពីអត់មានកៅមកជាមានកៅខ្លាយទៅជាទេធីតាមកពេជ្រភ្នែកហ្នឹងមានកៅស្លៀកស្អាតណាស់ហើយនាងហ្នឹងក៏បានអរគុណដល់មាណពបានជូនពរដល់មាណពរឿងនេះអាត្មាចង់បញ្ជាក់ប្រាប់ញាតិញោមពុទ្ធបរិស័ទប៉ុណ្ណេះពុទ្ធបរិស័ទទាំងឡាយដោយពុកលាថាឋាននៅក្នុងគម្ពីរបត្រៃបិដកបេតវត្ថុភាគ56នេះចង់សម្ដែងថាបើសិនជាកុលបុត្រណាកូនចៅណាម្ចាស់ទានណាអ្នកណាដែលបានធ្វើតក្កណានុបទានចូលធ្វើចំពោះបុគ្គលដែលជាអ្នកមានសិលនឹងបញ្ជាក់តំណឹងណាបើអត់ធ្វើចំពោះអ្នកមានសិលទេมันអាចទទួលបានដូចនាងប្រែតនឹងអញ្ចឹងនាងប្រែតនឹងឃើញมันអាចទទួលបានដោយសារយើងធ្វើអត់ចំពោះបុគ្គលដែលជាអ្នកមានសិលយើងធ្វើខុសហើយសួរថាបើយើងអត់ធ្វើចំពោះអ្នកមានសិលសួរថាប៉ុណ្្នឹងបានទេបានដល់អ្នកណាបានដល់អ្នកនៅរស់ហ្នឹងហើយអ្នកនៅរស់ហ្នឹងបានដែរតែអ្នកស្លាប់ហ្នឹងអត់មានបាយកាហាយទឹកនោះអត់រងទុក្ខវេទនាលំបាកតោកយ៉ាគ្មានអ្នកណាជួយទេអត់បាយ7ថ្ងៃរហូតដល់100ថ្ងៃឥឡូវយើងគិតមើលបើសិនជាញោមធ្វើបន់ខុសចាប់តាំងពីថ្ងៃគាត់ស្លាប់ទី1ដល់ថ្ងៃទី7ហ្នឹងអត់បាយ7ថ្ងៃយើងអាណិតដល់គាត់ដែរគាត់នឹងជាអ្នកមានគុណមានឧបការៈគុណធ្ងន់ចំពោះយើងណាស់ញាតិញោមអើយកាលណាដែលបានពពោះកូន7ខែ9ខែ10ថ្ងៃតម្រាំតែបានកើតដល់ប៉ុណ្ណេះគាត់រងទុក្ខលំបាកម្រំចាំកូនចាំចៅបានរកទ្រព្យសម្បត្តិបានប៉ុណ្ណេះគាត់រងទុក្ខលំបាកគ្រប់សពបែបយ៉ាងយើងគិតមើលពេលខ្លះម្ដាយឪពុកពពោះកូន9ខែ10ថ្ងៃឪពុករងរាប់ទាំងអស់ញាតិញោមណាម៉ែនៅលើភ្លើងម៉ែនៅលើអាឆ្អើហ្នឹងឪពុកខំប្រឹងដុតភ្លើងមើលការខុសត្រូវរត់ទៅធ្វើស្រែចម្ការច្បារដំណាំតែឯងទៀតណាយើងគិតសង្វេគពីគុណឪពុករបស់យើងណាការគាត់នៅរស់គាត់ខំប្រឹងទៅធ្វើការស៊ីឈ្នួលគេការគាត់មិនទាន់មានមិនទាន់បានទៅស៊ីឈ្នួលគេពេលខ្លះត្រូវគេស្ដីត្រូវគេវាយគេដំគេជេរយ៉ាងណាកដាលថ្ងៃកោភ្លៀងរន្ទះយ៉ាងណាឲ្យតែបានលុយមកចិញ្ចឹមកូនណាឲ្យតែបានលុយមកចិញ្ចឹមម៉ែអីចឹងទេគាត់នឹងខំប្រឹងឲ្យគាត់មិនល្អូមិនទាន់ទេនេះគឺជាគុណរបស់ឪពុកយើងមិនអាចនឹងកាត់ថ្លៃបានទេយើងពិចារណានៅធម្មសង្វេគប៉ុណ្ណេះនៅគុណរបស់គាត់អញ្ចឹងហើយឥឡូវនេះអស់រយៈកាល73ឆ្នាំគាត់ក៏បានចែកឋានទៅគាត់រងទុក្ខលំបាកព្រោះកូននឹងច្រើនអ្នកណាស់យើងមិនអាចនឹងរៀបរាប់អស់បានទេឥឡូវនេះឪពុកបានចែកឋានទៅហើយនៅសល់តែរូបថតដែលយើងសន្លឹងមើលទៅឃើញតែរូបថតគាត់ថតញញឹមគាត់ទៅទាំងញញឹមទៅទាំងមិនសោកស្ដាយទៅដោយជំងឺរោគាពាធនៅសល់តែម្ដាយមួយទេចឹងហើយកុំស្ដាយក្រោយធ្វើបុណ្យតាន់ខែភ្លឺអ្នកណាធ្វើបុណ្យតាន់ខែភ្លឺជូន100ឃើញ100ជូនលុយ$100ដល់ម៉ែឲ្យពរកាលណាបានពរជ័យកាលហ្នឹងអានឹងគាត់នៅរស់គេហៅថាបុណ្យខែភ្លឺអ្នកដែលចែកឋានទៅឲ្យនោះយើងធ្វើទាំងព្រាវធ្វើទាំងរាវទេយើងមិនអាចនឹងមើលថាដឹងតែគាត់ទៅកើតនៅកន្លែងណាទេដូច្នេះហើយថ្មឲ្យញាតិញោមធ្វើឲ្យចំកិច្ចពីដង្ហេតុ3ហ្នឹងទៅអាចធ្វើឧទ្ទិសជូនដល់គាត់បានតែសំលើកមកក្រោយបន្តិចសំខាន់អ្នកដែលនៅរស់នៅរស់គឺគាត់កំពុងតែដៃត្រទទួលយកកើតកំពុងកនៅឈរថ្មិញនៅមានយករបស់ណាតុនយកមកជូនគាត់កុំឲ្យធ្វើត្រីដុតមួយត្រីរស់ប៉ិនផ្លូវយកក្បាលមកឲ្យម៉ែខ្លួនហូបខ្លួនឯងវីវបដោយម៉ែអង្គាមអត់កើតអលិញអស់ថ្មិញទៅហើយអញ្ចឹងហើយយើងគួរតែធ្វើនឹងធ្វើឲ្យមើលផងកុំឲ្យថាម៉ែថ្ងៃនេះកូនដុតត្រីមួយអីអញ្ចឹងម៉ែឯងយកក្បាលលើខ្លួនឲ្យកូនអានឹងវីវហើយគេឲ្យកន្លែងណាសាច់ឲ្យម៉ែបានថាអញ្ចឹងកាលយើងនៅតូចមិញញាតិញោមពិចារណាមើលចុះគាត់បញ្ចុកបាយយើងប៉ុន្មានដងហើយគាត់ឲ្យមហូបឆ្ងាញ់យើងប្រហែលដងហើយគាត់ងុយទឹកឲ្យយើងបានប៉ុន្មានដងហើយគាត់ទិញខោឲ្យយើងពាក់បានប៉ុន្មានដងហើយប្រហែលកាផ្លេហើយមុងយើងប្រើមុងគាត់អស់ប៉ុន្មានយើងប្រើបច្ច័យគាត់អស់ប៉ុន្មានគាត់មិនដែលគិតគូទេណាញាតិញោមណាមិនដែលគិតគូទេថាណែកូនឯងប្រើផិនកូនអស់ប្រើផិនម៉ែអស់ប៉ុណ្នេះឥឡូវកូនឯងត្រូវសងម៉ែវិញណាគាត់មិនដែលនិយាយពីនឹងទេញាតិញោម
តែដល់ពេលកូនវិញគាត់ខំប្រឹងចាំបីបាច់ថែរក្សាដល់ទៅពេញវ័យម៉ែថ្ងៃមួយដាច់លុយទៅខ្ចីលុយកូនម៉ែកូនអើយម៉ែខ្ចី 200000 ណែម៉ែខ្ចី 200000 ហ្នឹងឲ្យការខ្ញុំ 50000 មកតាមឲ្យខ្ញុំឲ្យខ្ចីអាហ្នឹងមានអញ្ចឹងដែរហើយដល់ពេលម៉ែគិតម៉ែវិញម៉ែការចិញ្ចឹមគាត់ចិញ្ចឹមកូនដែលទៀមទាទេយើងពិចារណាអំពីតំណឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងយើងសង្វេគសំណោះណាស់ក្នុងនាមជាកូនយើងមិនត្រូវប្រកបធម៌អកតញ្ញូឡើយញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាយើងពិចារណាឃើញគុណគាត់ដែលមិនអាចកាត់ថ្លៃបានបើតាមកតិបណ្ឌិតលោកបានពោលថាចេះមហាសមុទ្រគេអាចវាស់បានចម្រៅប៉ុន្មានគេអាចវាស់បានតែគុណរបស់ម្ដាយគុណរបស់ឪពុកយើងនេះมันអាចវាស់ដឹងថាប្រមាណម៉ែត្រទេចម្ងាយពីគោលដៅមួយទៅភពដតីទៅផែនដីដតីគេអាចវាស់ដឹងថាប្រមាណម៉ែត្រប្រមាណយោជន៍តែគុណរបស់ឪពុកម្ដាយរបស់យើងនេះมันអាចវាស់ដឹងថាប្រមាណម៉ែត្រប្រមាណយោជន៍ទេធំណាស់ធំជាងព្រឹត្តពីទៅទៀតចឹងហើយអ្នកណាដែលធ្វើឲ្យម៉ែនឹងហូរទឹកភ្នែកហែឆ្លងទឹកភ្នែកគាត់មិនរួចទេចឹងហើយយើងកុំធ្វើឲ្យគាត់ពិបាកចិត្តអីវ័យគាត់នេះគឺជាវ័យជរាវ័យគាត់កំពុងតែមានទុក្ខហើយគាត់នៅបានប្រមាណទៀតពិចារណាមែនទៅមនុស្សយើងអ្នកខ្លះអង្គុយក៏ស្លាប់ដេកក៏ស្លាប់ដើរក៏ស្លាប់ដល់តែពេលដេកក៏ស្លាប់ដែរអានឹងគេហៅថាកម្មរបស់មនុស្សយើងហ្នឹងហើយមនុស្សយើងវាស្លាប់ហ្នឹងវាមានហេតុមានបច្ច័យភិនវាមិនចេះតែស្លាប់ទេញាតិញោមណាហើយចឹងអាយុអ្នកកយេនមរណៈមនុស្សយើងហ្នឹងពេលខ្លះអស់អាយុណាអាយុយើងវាអស់ទៅក៏ស្លាប់ក៏មានដែរហើយមួយទៀតបញ្ញកយេនមរណៈអ្នកខ្លះស្លាប់ដោយអស់បុណ្យយើងធ្វើមកបានតិចដល់អញ្ចឹងបុណ្យយើងវាអស់អញ្ចឹងយើងត្រូវធ្វើបុណ្យថែមហើយបើយើងមិនធ្វើបុណ្យថែមទេស្លាប់តែប៉ុណ្្នឹងឧទាហរណ៍ថាអាយុយើងមកបាន73យើងអត់ធ្វើបុណ្យថែមបើយើងធ្វើបុណ្យថែមបាន8កុដអីចឹងទៅអានឹងអញ្ចឹងញាតិញោមណាវាមិនខុសពីម៉ូតូទេម៉ូតូជិះពីចង្ងាយ1គីឡូមកដល់អាកន្លែង73គីឡូហ្នឹងវាត្រូវធូរកង់ទៅមុខលេងរួចហើយបើចង់ឲ្យទៅមុខទៀតអាឆ្ងាយពី73គីឡូទៅដល់មុខទៀតបានដល់80គីឡូមិនត្រូវធ្វើមិនបានត្រូវសັບកង់ហ្នឹងបញ្ចូលខ្យល់ថែមយ៉ាងណាមិញមនុស្សយើងអញ្ចឹងដែរញាតិញោមណាចង់ឲ្យបានអាយុវ័យហ្នឹងធ្វើបុណ្យថែមមួយទៀតមនុស្សយើងស្លាប់មួយទៀតគេហៅថាកម្មកយេនមរណៈស្លាប់ដោយសារតែកម្មកាត់ផ្ដាច់ពីជាតិមុនអតីតកាលឡើងមកធ្វើកម្មអ្វីឧទាហរណ៍តែធ្លាប់សម្លាប់គេជាតិហ្នឹងគេមកគេសម្លាប់វិញអាយុយើងតម្រោះបានតែ50ឆ្នាំទេឬក៏20ឆ្នាំទេមកដល់គេសម្លាប់វិញអញ្ចឹងទៅអញ្ចឹងហើយបានថាសង្ខារធម៌សង្ខារលោកអាយុសង្ខាររបស់យើងមិនទៀងទេមានគាថាមួយព្រះអង្គបានត្រាស់សម្ដែងពុទ្ធឱវាទព្រះពុទ្ធគាថាព្រះអង្គសម្ដែងថាអ្នកដែលសាងអំពើបាបតែងសោកស្ដាយនៅទង្វើដែលខ្លួនបានធ្វើហើយតែងតែកើតទុក្ខក្តៅក្រហាយអស់កាលជានិច្ចក្តៅក្រហាយទាំងមនុស្សរហូតទៅដល់ក្តៅក្រហាយក្នុងឋាននរកទៀតអានឹងអ្នកដែលសាងអំពើបាបមានសេចក្តីសៅហ្មងពេលដែលខ្លួនឯងបានចិត្តស្លាប់ទៅក៏គិតពិចារណាថាអញបានធ្វើអំពើបាបធ្ងន់ណាស់តើខ្ញុំស្លាប់ពីនេះទៅកើតនៅតាណាហើយមនុស្សយើងតើកាលណាស្លាប់ទៅអាកម្មកតិនិមិត្តហ្នឹងវាមកទាញហ្មងអាហ្នឹងញាតិញោមដល់តែពេលយើងចិត្តស្លាប់ទៅវាមកទាញយើងគេឲ្យយើងឃើញតែអាទង្វើបាបដែលយើងបានធ្វើហ្នឹងណាយើងធ្លាប់វាយអាម៉េចយើងធ្លាប់ធ្វើបាបអាម៉េចដល់ពេលអាចិត្តស្លាប់ហ្នឹងវាទាញយើងកលេសសមាអាកម្មនិមិត្តហ្នឹងវាមិននិមិត្តឲ្យយើងឃើញតែហ្មងអញ្ចឹងហើយយើងកុំធ្វើអំពើបាបតែកាលណាធ្វើបាបច្រើនពេកពេលចិត្តស្លាប់ទៅវាទាញទៅតែបាបទេហើយដល់ពេលហើយព្រះអង្គបានត្រាស់សម្ដែងនៅគាថាមួយទៀតថាបុគ្គលដែលជាអ្នកធ្វើបុណ្យតែងតែរីករាយនៅក្នុងលោកនេះនិងលោកខាងមុខដោយហេតុតែខ្លួនឯងនឹងបានសាងបុណ្យទុកក៏រីករាយនៅក្នុងបុណ្យនេះដូច្នេះអ្នកនោះដល់ពេលចិត្តស្លាប់ទៅឃើញតែសបាយមើលទៅឃើញតែឋានសួគ៌អត់មានអាឋាននរកមកទាញទេដល់អញ្ចឹងស្លាប់តែពេលលោកទៅព្រុសទៅកើតឋានសួគ៌ទៅអាហ្នឹងអញ្ចឹងហើយយើងកុំតែពឹងបុណ្យកូនបុណ្យផិនអីគេធ្វើឲ្យយើងមើលឃើញទេយើងធ្វើឯងទុកឲ្យហើយទៅញាតិញោមហ្នឹងដូច្នេះអាត្មាក៏សូមលើកយកវត្ថុទេសនានៅក្នុងទីនេះចង់ឲ្យញាតិញោមពុទ្ធបរិស័ទបានពិចារណានៅអាយុសង្ខាររបស់ខ្លួនផងចង់ឲ្យពិចារណាអ្នកដែលបានចែកឋាននឹងគុណរបស់គាត់បានបំពេញជាមួយយើងតាំងពីតូចដល់ធំផងហើយកុំភ្លេចនៅក្នុងស្អែកនេះបើចង់បានបុណ្យកុសលដល់លោកឪពុកកុំភ្លេចធ្វើចំពោះអ្នកមានសិល
ចំណាយពេលវេលាត្រឹមតែ10នាទីទេបង10នាទីឬ20នាទីចូលមកសមាទានសិលហើយថាតាមអាចារ្យដឹកនាំអាចារ្យក៏ខំប្រឹងប្រកាសកុំឲ្យតែអាចារ្យប្រកាសថាម៉ែអូនអើយម៉ណេះណាអូនអើយម៉ណេះមកមួយបាត់មួយមកមួយចេញមួយបាត់ពីរមកពីរបាត់3យូរទៅចេះតែអស់ទៅអត់មានម្ចាស់ទានមកស្ដាប់ធម៌អត់មកសមាទានសិលអត់មកទឹះស្ដាយលុយតទេស្ដាយលុយតទេខាតបុណ្យតទេអត់បានតអ្នកស្លាប់គោបំណងធ្វើជូនដល់អ្នកស្លាប់ដល់ពេលអត់ចូលប្រកេនអត់ចូលវេអត់ចូលទៅអត់បានដល់លីងហើយចុះអ្នកញាតញោមដែលបានមកធ្វើបុណ្យជាមួយនឹងបានបុណ្យតែអត់បានបើគេធ្វើបុណ្យតក្កណានុបទានទៅទឹកដល់ញាតយើងនឹងមកចូលរួមនឹងយើងគ្រាន់តែទឹកដល់ញាតឈ្មោះញាតយើងដែរទៅអាហ្នឹងយើងបានដែរឃើញទេចឹងបុណ្យនេះបានន័យថាបានបុណ្យធំណាស់ហើយអ្នកដែលបានមកធ្វើបុណ្យនឹងបានអានិសង្សអីអ្នកនៅរស់នឹងបើញោមបានចូលបច្ច័យនឹងក្នុងការរំលែកនៅសេចក្តីទុកមានបច្ច័យ4បានអានិសង្ស4ដែរអានិសង្សទី1អ្នកឲ្យជ័យវរៈឈ្មោះថាឲ្យពរកើតជាតិណាមានពរសម្បូរស្អាតមានសម្បត្តិទឹកទៅកើតឋានសួគ៌ហើយសោយសម្បត្តិទឹកអស់រាប់រយពាន់នៃកាប់អីនោះមានសម្បត្តិទឹកនៅឋានសួគ៌យកចុតកំណើតមកកើតជាមនុស្សបានកើតនឹងតកូលអ្នកមានទៀតជាកហបតីមន្ត្រីរាជការមានពរសម្បូរស្អាតណាស់ហើយអ្នកបានប្រកេនបណ្ឌបាតតបច្ច័យបានអានិសង្សអីហើយអ្នកប្រកេនបណ្ឌបាតតបច្ច័យនឹងបានអានិសង្សនឹងកើតជាណាបានคลายទៅជាស្ដេចបានคลายទៅស្ដេចហើយមានកម្លាំងខ្លាំងក្លាមានឫទ្ធិអំណាចអង្គអាចដូចជាព្រះអាទិត្យអានឹងអានិសង្សនឹងចាស់ទៅកាលណាងាយអស់កម្លាំងទេនៅធ្វើការបានទៀត8គត់ទេមិនតាន់ទៅនៅលីឈើលីឯណែអង្គលីអីដាំបាយលីទឹកលេដាំបាយកូនហូបបានទៀតអានឹងអញ្ចឹងណាអានិសង្សអ្នកដែលបានស្នាប្រកេនស្នាសនៈទាននោះបានអានិសង្សកើតជាតិណាមាននៅវិមានទឹកមានវិមានទឹកនឹងតកើតឋានសួគ៌ណាដល់ពេលមកកើតនៅក្នុងឋានមនុស្សវិញមានផ្ទះធំតនំខ្ពស់ណាញាតិញោមឃើញហើយមានទ្រព្យសម្បត្តិ80កោដឃ្លាំងទៀតហើយអ្នកបានប្រកេននៅកលៀនភេទជ្ជបច្ច័យមានអាយុវែងអត់មានរោគអាយុវែងដូចយើងពិសាខាអញ្ចឹងហើយអ្នកដែលម្ចាស់ទាននឹងបានបុណ្យនាបច្ចុប្បន្ននេះផងបានបុណ្យទៅក្នុងអនាគតផងដូច្នេះសូមញោមប្រុសញោមស្រីទាំងអស់គ្នាបានស្ដាប់នៅវត្ថុទេសនាក្នុងថ្ងៃនេះជ្រះថ្លាយកទៅភាវនាទុកចងចាំទុកនៅក្នុងខ្លួនចោះអាត្មាភាពសម្ដែងនៅវត្ថុទេសនាក្នុងថ្ងៃនេះក៏សូមសង្ខេបបែបខ្លីតែប៉ុណ្ណេះបើសិនជាញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីស្ដាប់ទៅហើយព្រោះក្តីមិនព្រោះក្តីក៏សូមមេត្តាខន្តីនិងអធ្យាស្រ័យអភ័យអត់ទោសសន្តោសប្រោះប្រានដល់អង្គខ្ញុំករណាអាត្មាភាពផងបុណ្យនៃតក្កណានុបទានប្រពចប់ត្រឹមកិច្ច2នៃហេតុ3នៅក្នុងប៉ុណ្ណេះឯងអាយ៉ាងអ្នកសង្កបេតេអ្នកសមត្តារីឯវត្ថុទេសនាក៏សូមសំណមត់បញ្ចប់យ៉ាងសង្ខេបបែបខ្លីតែប៉ុណ្ណេះមុននឹងបញ្ចប់សង្ខេបបែបខ្លីប៉ុណ្ណេះក៏សូមលើកនៅបញ្ញរិយស័យកំណរនៃកុសលផលបុណ្យដែលបានកើតនៅក្នុងថ្ងៃនេះមានតាំងពីការនមស្ការសមាទានសិលស្ដាប់ប្រសង្ឃចម្រើនព្រះបរិត្តព្រមទាំងស្ដាប់នៅវត្ថុទេសនាក្នុងថ្ងៃនេះក៏សូមផ្សព្វផ្សាយឧទ្ទិសកងការមហាកុសលជូនដល់ដួងព្រលឹងវិញ្ញាណក្ខន្ធរបស់ញោមឧបាសកមិនឌឿនព្រមទាំងញាតិការទាំងពីសន្តានផងញាតិការរបស់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយផងនោះក៏សូមប្តឹងដល់ទស្សបរមីបារមីទាំងពួងរុក្ខរៈនេតាទេវតាបារមីថថែរក្សាក្នុងទីទឹកដីនេះក៏សូមផ្សព្វផ្សាយដំណឹងបុណ្យជាកសោយបានដល់ដួងព្រលឹងវិញ្ញាណក្ខន្ធក្រែងលោកបានផ្លត់សតិទៅជាប់ទីថោកទាបពំរាបស្មើក្តីយ៉ាងណានោះក៏សូមដួងព្រលឹងវិញ្ញាណក្ខន្ធរបស់អស់លោកបានត្រេកអរអនុមោទនានៅតក្កណានុបទានដែលកូនចៅបានធ្វើនៅក្នុងថ្ងៃនេះដោយបានត្រេកអរអនុមោទនានៅតក្កណានុបទាននេះហើយក៏សូមដួងព្រលឹងវិញ្ញាណក្ខន្ធរបស់អស់លោកបានរួចអំពីទីថោកទាបពំរាបស្មើក្តីនោះឲ្យតកើតទីខ្ពង់ខ្ពស់មានភ័យភាពមនធិអំណាចដៃជះដោយមានភ័យភាពមនធិអំណាចដៃជះហើយសូមងាកក្រោយប្រសិទ្ធិពរជ័យស្រីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការចូលចម្រើនកើតមានដល់ញោមដែលជាម្ចាស់នៃទានព្រមទាំងញោមប្រុសញោមស្រីដែលបានអញ្ជើញនៅក្នុងថ្ងៃនេះកូនចៅបរិដាប្រុសស្រីទាំងអស់ឲ្យបានរួចអំពីគ្រោះថ្នាក់មោះមីភ័យអសន្នអន់ក្រឲ្យបានរកទទួលទានមានមាសមានពេជ្រមានប្រាក់មានឡានបានសុខសេមសានរហូតដល់ព្រះនិព្វានសូមឲ្យម្ចាស់ទានដែលជាបានមកចូលរួមក្នុងថ្ងៃនេះបានចំណែកផលឡាអានិសង្សកុសលផលបុណ្យទាំងអស់គ្នាបានស្មើគ្នាផងទៅចុះសូមអនុមោទនា